ខុនមៀជាស្លឹករុក្ខជាតិព្រៃម្យ៉ាងដែលដុះលើភ្នំក្នុងប្រទេសកម្ពុជាប៉ុន្តែមិនសូវមានពលរដ្ឋស្គាល់និងដឹងពីអត្ថប្រយោជន៍របស់ស្លឹកប្រភេទនេះទេលោកយុទ្ធធូអាយុ40ឆ្នាំអ្នកស្រុករស់នៅក្នុងភូមិថ្មីឃុំខ្នងភ្នំស្រុកស្វាយលើខេត្តសៀមរាបដែលកំពុងតែអង្គុយដេកស្លឹកខុនមៀនេះជាកណ្ដាប់ដោយកណ្ដាប់ស្បូវសម្រាប់ប្រក់ផ្ទះឬដំបូលបាននិយាយដល់លើកស្លឹកខុនមៀមកបង្ហាញថាសម្រាប់អ្នករស់នៅលើភ្នំឬតំបន់ដែលមានព្រៃឈើច្រើននិងស្គាល់ច្បាស់អំពីស្លឹកនេះនឹងយកទៅប្រើប្រាស់ជាផលប្រយោជន៍ក្នុងការរស់នៅព្រមទាំងអាចរកប្រាក់ចំណូលពីស្លឹកនេះបានលោកនិយាយថាលោកស្គាល់ស្លឹករុក្ខជាតិនេះតាំងតែពីតូចលោកឃើញស្លឹកនេះតាំងពីជីដូនជីតារបស់លោករស់នៅម្លេះដែលពួកគាត់បានប្រើប្រាស់ស្លឹកខុនមៀនេះមករៀបធ្វើជាកណ្ដាប់ដើម្បីប្រក់ដំបូលផ្ទះដោយសារចំនួននោះពួកគាត់មិនមានស័ង្កសីឬក្បឿងប្រក់ដូចសម័យនេះទេប្រជាពលរដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរពីការប្រើប្រាស់ប្រក់ស្លឹកខុនមៀមកទិញស័ង្កសីឬក្បឿងមកប្រក់ផ្ទះរបស់ពួកគាត់បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិឋានគាត់រស់នៅកាន់តែល្អការដឹកជញ្ជូនលឿននិងធ្វើដំណើរស្រួលប៉ុន្តែស្លឹកនេះនៅតែមានតម្លៃនិងអត្ថប្រយោជន៍សម្រាប់ពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការទិញសម្ភារៈថ្លៃៗពួកគាត់ត្រូវចូលក្នុងព្រៃបេះស្លឹកខុនមៀនេះមកប្រើប្រាស់ស្លឹកនេះមានផលប្រយោជន៍សម្រាប់លំនៅឋានជាពិសេសស្លឹកខុនមៀនេះមិនងាយនឹងឆាបឆេះដោយស្បូវឬស្លឹករុក្ខជាតិផ្សេងទៀតនោះទេលោកខុនយុទ្ធមានប្រសាសន៍ថាវាយំតាមនេះបើខ្ញុំនៅលើភ្នំចឹងវាពីបាំងវាគុណមានឯងបើថាស្បូវវាពិបាកយើងអត់សូវមានណាគេប្រើណាមួយទៅភ្លើងវាឆាប់លឿនណាស្បូវអានេះនិយាយរួមបើសិនតែយើងចង់ភ្លើងឆេះវាអត់ដូចស្បូវតែយើងដុតទៅនេះទៅប៉ះតាណាវាឆេះទៅនេះមកខ្យល់វាទៅវាលត់អត់ឆ្លងទៅពេញវាដូចស្បូវទេនិយាយរួមអាផ្លូវនេះទៅជាបើសិនតែពេលថ្ងៃក្តៅចេះយើងអង្គុយដូចថាធ្វើកញ្ចោះចេះរួចហើយអង្គុយទៅអត់មានក្តៅស្រូលទេដាក់ទៅជាលើមានខ្យល់មកជាវាអត់កាពិតវាធន់នឹងក្តៅថ្ងៃដែរការយកស្លឹកខុនមៀនេះយកមករៀបធ្វើជាកណ្ដាប់ត្រូវចំណាយពេលយូរដោយសារពួកគាត់ត្រូវចូលទៅបេះក្នុងព្រៃយកមករៀបមួយសន្លឹកម្ដងដើម្បីចេញជាកណ្ដាប់រួចរៀបជាផ្ទាំងដើម្បីយកមកប្រក់ជាដំបូលស្លឹកខុនមៀនេះអាចធន់អាកាសធាតុបានប្រហែលជា2ទៅ5ឆ្នាំហើយប្រសិនបើផ្ទះប្រក់ស្លឹកនេះវាស្ថិតនៅក្រោមកណ្ដាលថ្ងៃអាចរក្សាបានរហូតដល់ទៅ5ឆ្នាំដោយសារតែស្លឹកនេះវាធន់នឹងកម្ដៅថ្ងៃបានល្អលោកយុទ្ធធូបានបញ្ជាក់ថាការប្រកបមុខរបរនេះបានចំណូលត្រឹមតែសម្រាប់ទិញអង្ករប៉ុន្តែប្រសិនបើមានអតិថិជនកំងច្រើននោះចំណូលនឹងបានប្រសើរប៉ុន្តែយូរមានម្ដងទៅ2ដងតែប៉ុណ្ណោះបញ្ហាយើងថាវាក្រានចឹងយើងនៅតែនេះយើងអត់មានការងារធ្វើនិយាយរួមអ្នកភ្នំដូចជាបើរឿងចំណូលប្រាក់អាស្រ័យផលគាត់ថាយើងធ្វើបនីចរកាប់ចង្ការដាំស្រូវហូបមួយឆ្នាំទៅមួយឆ្នាំហ្នឹងឯងបើថាឲ្យរោចំណូលទីផ្សារលុយកាក់អីថិតទេអត់មានបាទមានយើងកាប់ចង្ការបានស្រូវមកទុកក្នុងថាមួយឆ្នាំចឹងដល់មួយឆ្នាំទៀតទៅកាប់មួយឆ្នាំទៀតទៅបើដល់ពេលយើងឥឡូវអត់មានចង្ការចឹងមកបានតែស្លឹកនេះ